ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនឹងខ្ញុំភ្ញាក់ពីគេងមកហ្នឹងក៏នឹកឃើញអាហារពេលព្រឹកមានសល់បាយមួយចានហើយក៏រៀបចំឆាបាយឲ្យកូនមុនទៅសាលាចឹងតែគ្រឿងផ្សំថ្ងៃនេះអត់មានអីច្រើនទេដោយសារតែនៅក្នុងទូមានសល់តែសាច់ក្រក2គ្រាប់ហ្នឹងហើយនឹងពង3គ្រាប់ខ្ញុំក៏ចៀនទៅហើយបន្លែវិញសម្រាប់បន្លែខ្ញុំមានតែ3មុខការ៉ុតមានការ៉ុតហ្នឹងហើយនឹងពោតហើយនឹងស្លៃគួរចឹងទៅនឹងខ្ញុំយកមកដើម្បីនឹងឆាបាយនេះសម្រាប់ឲ្យកូនទៅរៀនមុនគាត់ទៅរៀនញ៉ាំជាអាហារពេលព្រឹកចឹងសម្រាប់ការធ្វើឆាបាយនេះវាអត់សូវពិបាកដោយសារយើងធ្វើរបៀបងាយហើយលឿនដើម្បីឆាប់បានញ៉ាំហើយក៏វិធីនឹងក៏អត់ពិបាកដែរគ្រាន់តែយើងរំលីងខ្ទឹមនឹងហើយនឹងឆាវាជាមួយនឹងសាច់ក្រកដើម្បីវារៀងឆ្អិនខ្ញុំចាក់ពោតចូលទៅចាដាក់ជាមួយនឹងពោតហើយនឹងបន្លែផ្សេងៗមានប្រអប់ហើយនឹងសណ្តែកគួរហ្នឹងចាដាក់ចូលគ្នាឆាវានឹងឲ្យវាឆ្អិនចូលជាតិជាមួយគ្នាបន្តិចក៏ដាក់គ្រឿងផ្សំចូលនឹងដាក់តែម្សៅស៊ុបហើយនឹងស្ករទេដោយសារគ្រួសារខ្ញុំញ៉ាំរៀងសាបចឹងខ្ញុំអត់សូវប្រើអំបិលឬមួយត្រីអីច្រើនដើម្បីឲ្យវាប្រៃចឹងប្រើតែម្សៅស៊ុបខ្នុរបន្តិចហើយនឹងជាមួយនឹងពងទាដែលខ្ញុំចៀនហើយហ្នឹងកាត់ផ្ទះយកមកឆាវាចូលគ្នាធ្វើរៀងឆ្អិនបន្តិចហើយខ្ញុំក៏ចាក់បាយនឹងចូលគូច្បល់ចូលគ្នាហ្នឹងវារួចជាការស្រេចបាយឆ្ងាញ់ថ្ងៃនេះនេះគឺជារបៀបដែលងាយស្រួលសម្រាប់ពុកម៉ែបងប្អូនឬមួយក៏ក្មេងៗដែលគាត់នៅម្នាក់ឯងជួនកាលទៅពិបាកនៅក្នុងការធ្វើម្ហូបអាហារអាចមើលឃើញជាការចែករំលែកមួយដែលងាយហើយនឹងរហ័សអាចមើលលឿនហើយឆាប់បានញ៉ាំជាពិសេសយើងអាចច្នៃប្រឌិតពីអ្វីដែលយើងមានចឹងតាមរយៈការឆាបាយនេះមានរបៀបខ្លះគាត់ឆាតាមរបៀបប្រកបទៅផ្សេងទៅយើងឆាតាមរបៀបបែបគ្រួសារយើងផ្សេងគ្នាខុសគ្នាទាំងអស់អត់ដូចគ្នាទេអញ្ចឹងរបៀបធ្វើនេះខ្ញុំគាត់តែចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនខ្លះអំពីការដែលគ្រួសាររបស់ពួកខ្ញុំញ៉ាំរបៀបបែបអញ្ចឹងឆាបាយរបស់នេះខ្ញុំពេលព្រឹកនេះរួចរាល់ហើយមានតែប៉ុណ្្នឹងឯងអរគុណច្រើនចាស់កូនពួកគាត់ញ៉ាំហើយនឹងមុនទៅសាលាអរគុណច្រើនសម្រាប់ការតាមដាននិងទស្សនាវីដេអូ